អ្នកមានបានបសសអាចមកពិនិត្យនិងព្យាបាលជំងឺមហារីកនៅមន្ទីរពេទ្យលួងម៉ែដោយឥតគិតថ្លៃមន្ទីរពេទ្យលួងម៉ែគឺជាមន្ទីរពេទ្យឯកទេសជំងឺមហារីកដែលត្រូវបានបង្កើតឡើងតាមការចង្អុលបង្ហាញនិងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងបន្តការគាំទ្រអនុវត្តដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតក៏ដូចជាពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលមន្ទីរពេទ្យលួងម៉ែបានដាក់ឲ្យដំណើរការពីថ្ងៃទី16ខែកញ្ញាឆ្នាំ2024គឺជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីកដែលមានកម្រិតស្តង់ដារអន្តរជាតិសម្រាប់អ្នកដែលជាសមាជិកបសសក៏អាចទៅទទួលសេវាពិនិត្យនិងព្យាបាលជំងឺមហារីកមិនគិតថ្លៃដោយម៉ាស៊ីនបញ្ចាំងកាំរស្មី True Beam ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយប្រកបដោយភាពរហ័សសុក្រឹតភាពនិងប្រសិទ្ធភាពខ្ពស់គួរបញ្ជាក់ផងដែរថាយោងតាមទំព័រ Facebook ផ្លូវការមន្ទីរពេទ្យលួងម៉ែកាលពីថ្ងៃទី27ខែមិថុនាកន្លងទៅបានបញ្ជាក់ថាដើម្បីពង្រឹងបន្ថែមលើគុណភាពនៃការព្យាបាលជំងឺមហារីកមន្ទីរពេទ្យលួងម៉ែបានបំពាក់ម៉ាស៊ីនដុតដុំមហារីកដែលកំពុងប្រើប្រាស់នៅប្រទេសនានានាពេលបច្ចុប្បន្នគឺម៉ាស៊ីនដុតដុំមហារីក Eco Microwave Ablation ក្នុងអន្តរាគមន៍រូបភាពវិទ្យាសាស្ត្រមិនតែប៉ុណ្ណោះនាពេលថ្មីនេះមន្ទីរពេទ្យក៏បានបំពាក់នៅម៉ាស៊ីនវិភាគគ្រាប់ឈាមទំនើបបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសជប៉ុន CIMEC Automate Hematology Analyzer ដែលជា model XN1000 ដោយផ្ដល់លទ្ធផលបានឆាប់រហ័សនិងសុក្រឹតដែលមានសមត្ថភាពបង្ហាញនៅវត្តមានកោសិកាដែលមិនទាន់ពេញវ័យកាន់តែច្បាស់បង្កភាពងាយស្រួលក្នុងការវិភាគរោគភាពមិនប្រក្រតីខ្ញុំបាទសវណ្ណពី Red News TV